យេស៊ូវឈ្នះការបួងក្រោយពីព្រះយេស៊ូវទទួលពិធីជ្រមុជទឹកព្រះវិញ្ញាណនាំព្រះអង្គទៅវាលរហោស្ថានឲ្យមានសាតាំងល្បួងបន្ទាប់ពីបានតមអាហារអស់រយៈពេល40ថ្ងៃ40យប់មកព្រះអង្គឃ្លានមេល្បួងចូលមកជិតព្រះអង្គហើយពោលថាដោយលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់ដូច្នេះសូមធ្វើឲ្យដុំថ្មទាំងនេះคล้ายជានំប៉័ងមើលប៉ុន្តែព្រះយេស៊ូវមានព្រះបន្ទូលតបទៅវិញថាក្នុងគម្ពីរមានចែងថាមនុស្សមិនរស់ដោយសារអាហារតែប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ព្រះបន្ទូលដែលចេញមកពីព្រះអស់របស់ព្រះជាម្ចាស់ពេលនោះមាននាំព្រះអង្គទៅក្រុងយេរូសាឡឹមជាក្រុងដ៏វិសុទ្ធដាក់ព្រះអង្គលើកំពូលព្រះវិហារហើយពោលថាដោយលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់ដូច្នេះសូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើលត្បិតក្នុងគម្ពីរមានចែងថាព្រះជាម្ចាស់នឹងបញ្ជាឲ្យទេវទូតលាតដៃចាំទ្រលោកមិនឲ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយព្រះយេស៊ូវមានព្រះបន្ទូលទៅមាថាក្នុងគម្ពីរមានចែងទៀតថាកុំលបងលោព្រះជាម្ចាស់ជាព្រះរបស់អ្នកឡើយមាក៏នាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ហើយបង្ហាញនៅកោទាំងប៉ុន្មានក្នុងពិភពលោកឲ្យព្រះអង្គឃើញភោគទ្រព្យរបស់នៅកោទាំងនោះផងមាទូលព្រះអង្គថាប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំនឹងប្រគល់អ្វីទាំងអស់នេះឲ្យព្រះយេស៊ូវមានព្រះបន្ទូលទៅមាថាសាតាំងចូលថយចេញទៅត្បិតក្នុងគម្ពីរមានចែងថាអ្នកត្រូវថ្វាយបង្គំព្រះជាម្ចាស់ជាព្រះរបស់អ្នកនិងគោរពបម្រើតែព្រះអង្គប៉ុណ្ណោះពេលនោះមាចាក់ចេញពីព្រះអង្គទៅហើយមានពួកទេវទូតនាំគ្នាមកបម្រើព្រះអង្គ